ជំរាបសួរបងប្អូននៅវីដេអូនេះគឺខ្ញុំចង់ចែករំលែកអំពីការឡើងជាតិស្ករនៅក្នុងឈាមមានអ្នកជំងឺខ្ញុំគាត់បានសួរណាគាត់ថាលោកគ្រូមិនបានឡើងជាតិស្ករនៅក្នុងឈាមអញ្ចឹងមូលហេតុនៃការឡើងជាតិស្ករនៅក្នុងឈាមគឺវាមានរឿងមកវាណាសរីរាង្គរបស់យើងហ្នឹងវាមានបញ្ហាបានធ្វើឲ្យមានការឡើងជាតិស្ករបញ្ហានោះគឺអីខ្លះទៅបាទតាមដានវីដេអូនេះឲ្យដល់ចប់ទៅយល់ទេបាទខ្ញុំនឹងដាក់រូបភាពនិងវីដេអូតំណាងដើម្បីបងប្អូនទាំងគ្នាឆាប់យល់ការឡើងជាតិស្ករហ្នឹងគឺដោយសារតែបញ្ហាអាំងស៊ូលីនណាបញ្ហាអាំងស៊ូលីនហើយអាំងស៊ូលីនហ្នឹងជាអ្វីគឺជាអរម៉ូនមួយយ៉ាងដែលផលិតដោយលំពែងហើយបើយើងស៊ីជម្រៅជាងនឹងទៀតគឺកោសិកាបេតាសែលហ្នឹងគឺជាអ្នកផលិតអាំងស៊ូលីនតែកាលណាអាំងស៊ូលីននឹងអត់អាចផលិតបានអត់អាចផលិតបានអញ្ចឹងអាំងស៊ូលីននឹងឯងខ្វះឬក៏អត់មានវាអត់អាចនាំស្ករហ្នឹងចូលទៅក្នុងកោសិកាបានទេអញ្ចឹងអាំងស៊ូលីននឹងវាប្រៀបដូចជាកូនសោដើម្បីចាក់កោសិកាបើកទ្វារឲ្យជាតិស្ករចូលទៅក្នុងកោសិកាអញ្ចឹងហើយកោសិកាប្រើជាតិស្ករដើម្បីបំលែងជាថាមពលតែតើកាលណាអត់មានអាំងស៊ូលីនគ្រប់គ្រាន់ទេជាតិស្កររបស់យើងអត់អាចចូលទៅក្នុងកោសិកាគឺវានៅកកកំណើននៅក្នុងសរសៃឈាមហើយអញ្ចឹងធ្វើឲ្យជាតិស្ករនៅក្នុងសរសៃឈាមហ្នឹងវាកើនឡើងខ្លាំងទៅធ្វើឲ្យបងប្អូនមានបញ្ហាកកើតចេញជារោគសញ្ញាលេចចេញជារោគសញ្ញាផ្សេងអញ្ចឹងទៅនោមញឹកអស់កម្លាំងលហិតលហៃណានោមញឹកហ្នឹងដោយសារអីដោយសារតែជាតិស្ករនៅក្នុងសរសៃឈាមហ្នឹងវាច្រើនពេកហើយអស់កម្លាំងលហិតលហៃហ្នឹងគឺដោយសារអីដោយសារតែអាកោសិកាដែលយើងត្រូវការកោសិកាដែលត្រូវការជាតិស្ករហ្នឹងវាអត់បានចូលទៅក្នុងកោសិការបស់យើងទេអញ្ចឹងហើយគឺអស់កម្លាំងអញ្ចឹងទៅហើយរឿងមួយទៀតគឺអាំងស៊ូលីនហ្នឹងវាបានផលិតហើយកោសិកាលំពែងរបស់យើងកោសិកាគេហៅថាកោសិកាបេតាសែលហ្នឹងវាបានផលិតអាំងស៊ូលីនចេញមកគ្រប់គ្រាន់ហើយប៉ុន្តែអាកោសិការបស់យើងនេះគឺវាអត់ឲ្យអាំងស៊ូលីននឹងចាក់ចូលបានទេកាលណាអាំងស៊ូលីនទៅគឺវាឃើញអាំងស៊ូលីននឹងហើយវាអត់ឲ្យចាក់កោសិកានឹងចូលបើកទ្វារឲ្យជាតិស្ករនឹងចូលទៅក្នុងកោសិកាទេចំណុចនេះហើយគេហៅថាជា insulin resistant ណា insulino resistant ណាបាទអញ្ចឹងបាទថាកូនសោមានតែមេសោនឹងវាអត់ស្គាល់វាចាក់ទៅវាអត់បើកទ្វារជាតិស្ករហ្នឹងគឺវាអត់បានចូលទៅក្នុងកោសិកាវាបង្កឲ្យទៅជាការឡើងជាតិស្ករក្នុងសរសៃឈាមដែលគេហៅថាជាជំងឺទឹកនោមផ្អែមប្រភេទ2ណាបងប្អូនអាចមើលវីដេអូនឹងដែលខ្ញុំដាក់បន្ថែមទេបងប្អូននឹងយល់ហើយបាទអញ្ចឹងការឡើងជាតិស្ករគឺវាបែបហ្នឹងឯងណា